ហើយតើបន្ទាប់ពីលោកខៀវសំផនមកបង្រៀននិយាយហើយអញ្ចឹងតើយើងមានឱកាសសួរគាត់អីផ្សេងនៅក្រៅទេចាអត់មានអ្នកណាហ៊ានសួរអីទេចាគាត់បង្រៀនចប់ភ្លាមចេញហើយទៅយើងមើលទៅឃើញដូចថាលក្ខណៈវាអត់មានការកក់ក្ដៅរាក់ទាក់ណាចាចាអត់ទេសិតស្ដាប់ទាំងអស់អត់មានណាសួរអីទាំងអស់គឺស្ដាប់ហើយបន្ទាប់មកទៀតមានអ្នកណាទៀតដែលមកបង្រៀនចាមានម្នាក់ទៀតហ្នឹងឈ្មោះឬគេហៅថាមិត្តភូមិខ្ញុំអត់ស្គាល់ជាអ្នកណាទេប៉ុន្តែគាត់នៅក្មេងដែរមិត្តភូមិហើយគាត់មកបង្រៀនបន្តទៅទៀត2ថ្ងៃហើយគាត់បង្រៀនយើងអំពីរបៀបថាគេមិនគេធ្វើសហករណ៍កើតឆ្នាំ1973នៅក្នុងប្រទេសកម្ពុជាអីចឹងរួចទៅតែមុននឹងបានឈានទៅដល់បង្កើតសហករណ៍ហ្នឹងនៅតំបន់រំដោះហ្នឹងគេបានបង្កើតក្រុមប្រវាស់ដៃចាក្រុមប្រវាស់ដៃហ្នឹងបានន័យថាជួយយកដៃគ្នាដើម្បីច្រូតកាត់ស្រូវឬក៏បេះសណ្ដែកអីចឹងហើយនឹងគេបានប្រមូលដីធ្លីពីអ្នកដែលមានដីច្រើនហើយធ្វើដីខ្លួនឯងមិនអស់ហ្នឹងយកមកដាក់រួមសម្រាប់សហគមន៍ប្រើប្រាស់ចាបាទហើយដល់ឆ្នាំ73ចាតាមខ្ញុំចាំគឺគេបង្កើតសហករណ៍ឡើងហើយគេយករបស់មកដាក់រួមហើយធ្វើស្រូវធ្វើស្រែអីហ្នឹងរួមគ្នាបាទដល់ខ្មែរក្រហមយកជ័យជំនះបានហ្នឹងខាងមិត្តភូមិដែលគាត់មកបង្រៀនថាឥឡូវនេះដែលយើងគ្រប់គ្រងប្រទេសកម្ពុជាហើយផលដែលយើងត្រូវបាយសម្រុកយកឲ្យបានសម្រាប់មកកសាងប្រទេសជាតិយើងនឹងគឺយើងត្រូវធ្វើស្រូវឲ្យបាន3តោនក្នុង1ហិកតាចាហើយគេយកតាមគំរូរបស់កូរ៉េខាងជើងលបឿនសេះហោះគេហៅថាឈើលីម៉ានោះចាខ្មែរក្រហមនឹងក៏ខំធ្វើតាមគំរូរបៀបហ្នឹងយកមកធ្វើស្រូវហ្នឹងឲ្យបាន3តោនក្នុង1ហិកតាចាបាទអញ្ចឹងអ្នកស្រីប្រហែលអ្នកដែលស្នាក់នៅសាលាតិចណូជាមួយគ្នាចាច្រើន100អ្នកចាច្រើន100អ្នកហ្នឹងតើសិតតែមកពីបារាំងឬប្រទេសផ្សេងៗច្រើន100អ្នកហ្នឹងខ្លះមកទៅពីស្រុកប្រាំងប៉ុន្តែសុទ្ធតែទៅពីស្រុកប្រាំងទាំងអស់ពីព្រោះដើម្បីចូលស្រុកចិនត្រូវទៅស្រុកប្រាំងសិនមានតែមីសយងគេនៅស្រុកប្រាំងហ្នឹងទេរបស់ខ្មែរក្រហមដើម្បីធ្វើបដូរប៉ាសពតយើងអីទៅជាប៉ាសពតពងណាចាអ្នកត្រឡប់ទៅវិញហ្នឹងភាគច្រើនតែជាសមាជិកពួកហ្វុងចាហ្វុងនឹងគឺរណសេរីរបស់សម្ដេចសៀនលោកចូលគ្នាជាមួយខ្មែរក្រហមដើម្បីវាយពួកលន់នល់ហ្នឹងចាក្រៅពីហ្នឹងមានអ្នកដែលទៅពីបឺសងសុងដូចខ្ញុំហ្នឹងគឺសុទ្ធតែយើងចង់ទៅជួបកូនចៅរបស់យើងប៉ុន្តែមានអ្នកខ្លះហ្នឹងមកស្រុកប្រាំងហើយប្រពន្ធត្រឡប់ទៅតាំងពីស្រុកមិនទាន់ធ្លាក់ហ្នឹងទៅកើតកូនអ្នកអញ្ចឹងក៏ត្រឡប់ទៅវិញដែរចាអ្នកខ្លះហើយមានអ្នកខ្លះហ្នឹងគាត់មានសង្សារទាហានហើយមករៀននៅស្រុកសៀមហ្នឹងក៏ត្រឡប់ទៅវិញដែរចាបាទចំពោះអ្នកស្រីវិលត្រឡប់ទៅស្រុកម៉ែវិញគឺគោលបំណងទៅជួបកូនហើយនឹងប្តីក៏ប៉ុន្តែអ្នកដទៃទៀតដែលទៅជាមួយនោះតើគេទៅគោលបំណងជួបជុំគ្រួសារដែរឬមួយគេចង់ទៅជួយកសាងប្រទេសចាតាមខ្ញុំមើលសមាជិកពួកហ្វុងរណសេរីរបស់សម្ដេចសៀនលោកចូលជាមួយខ្មែរក្រហមហ្នឹងគឺគេទៅហ្នឹងគេហ៊ានយកកូនគេទូចអីទៅជាមួយហើយគេទៅមុនប្តីគេទៀតគឺថាហ្នឹងគេសម្ដៅទៅរកមុខនីតិនៅក្នុងរបបខ្មែរក្រហមហ្នឹងហើយចាបាទអ្នកដែលទៅជាមួយខ្ញុំ3អ្នកស្រីហ្នឹងគឺសិតតែមានបំណងដូចគ្នាចង់ទៅជួបប្តីហើយកូនចាហើយទៅលោកម្នាក់នឹងប្រុសហ្នឹងក៏គាត់អញ្ចឹងក៏អត់នៅស្រុកប្រាំងកើតគាត់នឹងគាត់ឈឺទៅសម្រានពេទ្យទៀតនោះហើយប៉ុន្តែដល់គាត់នឹងគាត់ទៅដល់ខ្មែរក្រហមយកគាត់ទៅនៅកន្លែងផ្សេងទៅនៅដីក្រហមទៅរួចទៅគាត់លែងមករហូតទៅបាត់គាត់រហូតទៅចាបាត់មករហូតចាក្នុងបណ្ដាអ្នកទៅវិញហ្នឹងថាមានអ្នកខ្លះហ្នឹងជាលោកយាយលោកតាចាស់ដែលគាត់មកកិច្ចពីចម្បាំងហ្នឹងមកនៅស្រុកប្រាំងហើយដែលមានកូនចូលជាសមាជិកហ្វុងហ្នឹងគាត់ក៏ត្រឡប់ទៅវិញដែរដូចជាលោកយាយគឹមម្ដាយលោកអិនសុកានហើយពីអ្នកប្តីប្រពន្ធហ្នឹងជាពុកម្ដាយរបស់លោកត្រីវ៉ាន់លោកត្រីវ៉ាន់ហ្នឹងក៏គាត់ចូលជាសមាជិកហ្វុងហ្នឹងចាហើយទាំងមានអ្នកម្នាក់ទៀតហ្នឹងជាគាត់មកស្រុកប្រាំងពីអ្នកប្តីប្រពន្ធប្តីគាត់ធ្វើពេទ្យហ្នឹងប៉ុន្តែគាត់ត្រឡប់ទៅវិញតែម្នាក់ឯងទៅរកកូនគាត់នឹងឈ្មោះអ្នកថាចចាឈ្មោះគាត់ធ្វើគ្រូបង្រៀនចាអ្នកថាចហ្នឹងប្តីគាត់ហ្នឹង
ឈ្មោះលោកដុកទ័រហូសិនរងចាប៉ុន្តែគាត់ហ្នឹងក៏មិនរស់ទេចាបាទហើយនឹងម្ដាយក្មេកលោកអៀងសេរីគឺម្ដាយអ្នកគ្រូធីរិតព្រមទាំងបងស្រីរបស់អ្នកគ្រូធីរិតនឹងឈ្មោះអ្នកគ្រូខៀវធីរ៉ាតចាក៏គាត់ត្រឡប់ពីប្រទេសអាល្លឺម៉ង់ទៅស្រុកខ្មែរវិញដែរហើយក្នុងអ្នកត្រឡប់ទៅវិញហ្នឹងក៏មាននាយទាហានច្រើនអ្នកដែរចាទាំងហ៊ានទាំងអស់ហ្នឹងច្រើនទៅពីស្រុកអាមេរិកចាហើយក្នុងបណ្ដាអ្នកទៅវិញហ្នឹងមានម្នាក់ទៀតហ្នឹងគាត់ធ្លាប់រៀនជាមួយខ្ញុំពីនៅកន្លែងនរោត្តមហ្នឹងតាំងពីថ្នាក់ទី6ដល់ថ្នាក់ទី3ឈ្មោះអ្នកហែមលីចាអ្នកហែមលីហ្នឹងប្តីគាត់ហ្នឹងឈ្មោះប៊ុនបេងលីគាត់មកស្រុកប្រាំងក៏ចូលហ្វុងអីចឹងទៅហើយគាត់ភ្ញាក់ផ្អើលដល់ស្រុកខ្មែរស្រាប់តែលឺសូគេហៅឈ្មោះប៉ុលពតអីចឹងស្រាប់តែគាត់មកនិយាយជាមួយខ្ញុំថាអីមិនក៏មានឈ្មោះប៉ុលពតអីចឹងគេគាត់មិនដែលលឺទេខ្ញុំថាកុំនិយាយជាមួយខ្ញុំឈ្មោះពួកនៃធ្វើបដិវត្តនៅខាងអង្គការខ្មែរក្រហមចឹងខ្ញុំអត់ដឹងអ្នកណាទាំងអស់ខ្ញុំមកស្រុកនេះគឺខ្ញុំគ្រាន់តែមកដើម្បីជួបកូនខ្ញុំតែប៉ុណ្្នឹងទេពីរឿងអ្នកនយោបាយគេធ្វើអីនៅពីលើហ្នឹងចង់អ្នកណាគេឡើងគេចុះអីរឿងហ្នឹងរឿងរបស់គេមិនមែនរឿងរបស់ខ្ញុំទេចាចាហើយពិសេសទៅទៀតហ្នឹងក្នុងអ្នកទៅហ្នឹងមានអ្នកម្នាក់ហ្នឹងគាត់ជាប្រពន្ធសមាជិកទូតរបស់ហ្វុងហ្នឹងនៅប្រទេសរុស្ស៊ីគាត់ត្រឡប់ទៅវិញជាមួយកូន3នាក់កូនប្រុសមួយឈ្មោះមនីកូនស្រីមួយឈ្មោះរតហើយកូនមួយទៀតហ្នឹងឈ្មោះវិវត្តហ្នឹងនាងវិវត្តហ្នឹងទូជាងគេពេលគាត់និយាយគាត់ហៅឈ្មោះគាត់វិវត្តការបៀបដូចពួករុស្ស៊ីអញ្ចឹងចាហើយមិនសូវចេះនិយាយខ្មែរទេដល់អ្នកហ្នឹងគាត់ទៅដល់ហ្នឹងគាត់មានសាច់ញាតិគាត់ទៅដល់មុនគាត់ហ្នឹងទៅពីស្រុកប្រាំងទៅហើយថាគាត់ឆ្លោះជាមួយសាច់ញាតិគាត់ហ្នឹងដូចក្មួយគាត់អីចឹងហើយដល់ថ្ងៃក្រោយមកលឺសូគេយកគាត់ចេញពីកន្លែងសាលាតិចណូហ្នឹងទៅនៅតែកូន3នាក់ហ្នឹងហើយលឺសូគេនិយាយថាគាត់ហ្នឹងបានហៅពួកឃើញពួកខ្មែរក្រហមដែលដឹកអីវ៉ាន់អីតាមឡានហ្នឹងជូនចុះជូនឡើងនៅតាមផ្លូវមុខសាលាតិចណូហ្នឹងគាត់ថាពួកហ្នឹងដូចពួកចៅ500តាហើយលឺសូគេនិយាយថាគាត់ថាអញ្ចឹងហើយក្រោយមកបានពួកខ្ញុំមកនៅបឹងតបែកហ្នឹងចាប់ឃើញប្រុសម្នាក់ហ្នឹងឡើងសូស្ពុះត្រឡប់ចូលទៅវិញគេនិយាយថាអូអ្នកពួកលោកហ្នឹងគឺឪរបស់មូនីរតហើយនឹងវិវត្តហ្នឹងឯងហើយលោកហ្នឹងគាត់ទៅដល់គាត់សួរកូនគាត់ថាឯណាម៉ែពួកឯងតែពួកកូនហ្នឹងថាអត់ដឹងអង្គការយកចេញទៅណាបាត់ហើយក្រោយមកឪពុកហ្នឹងក៏បាននៅបឹងតបែកហ្នឹងតទៅទៀតសល់តែកូន3នាក់ហ្នឹងនៅជាមួយពួកយើងខ្ញុំហ្នឹងរហូតដល់ពេលយួនចូលហ្នឹងចាហើយរត់មកជាមួយពួកខ្ញុំបាទពិសេសទៅទៀតពួកដែលស៊ីឈ្នួលធ្វើការបម្រើពួកអស់លោកទូតឬក៏បម្រើអ្នកណាផ្សេងដែលគេយកឈ្នួលគេមកស្រុកប្រាំងហ្នឹងហើយតាមខ្ញុំមើលទៅគឺពួកទាំងអស់ហ្នឹងអ្នកឈ្នួលអត់សូវមានអ្នកណានៅរស់ទេចាសល់តែយាយៗមួយទេទីបំផុតដែលនៅរត់ពេលយួនចូលចាសូមអរគុណលោកពុយរស័យដែលបានលើកសំណួរទាំងអស់នេះចាបាទសូមអរគុណអ្នកស្រីនៅសរឹមបាទអ្នកស្រីនៅសរឹមអ្នកស្រីមានប្រសាសន៍ថានៅពេលដែលអ្នកស្រីស្នាក់នៅសាលាបច្ចេកទេសមិត្តភាពខ្មែរសូវៀតហ្នឹងគេតម្រូវឲ្យធ្វើជីវៈទស្សនៈបដិវត្តសូមអ្នកស្រីបកស្រាយហ្នឹងថាអ្វីទៅដែលហៅថាជីវៈទស្សនៈបដិវត្តនេះបាទចាជីវៈទស្សនៈបដិវត្តហ្នឹងគឺក្រោយពីយើងបានទៅរៀនជាមួយលោកខៀវសំផនហើយនឹងលោកម្នាក់ទៀតនឹងដែលគេហៅថាមិត្តភូមិនោះអស់ពេល3ថ្ងៃមកហ្នឹងក្រុមដែលទៅរៀនជាមួយខ្ញុំហ្នឹងខាងស្រីគេប្រមូលផ្ដុំគ្នាម្ដុំទៅហើយឲ្យទាំងអស់គ្នាហ្នឹងទៅសេប្រវត្តិរូបរៀងខ្លួនយ៉ាងលម្អិតហើយយកទៅអានឲ្យក្រុមប្រជុំក្រុមរបស់ខ្លួនហ្នឹងស្ដាប់ចាយើងអានចប់ហើយទៅទាំងអស់គ្នាដែលបានទៅរៀនសូត្រជាមួយយើងហើយនៅក្នុងក្រុមជាមួយយើងធ្វើជីវទស្សនៈបដិវត្តហ្នឹងគេលើកសំណួរសួរមកយើងចាហើយដើម្បីឲ្យគេស្គាល់យើងឲ្យច្បាស់ថាយើងនឹងជាអ្នកណាហើយមានចំហយ៉ាងម៉េចនៅក្នុងសង្គមថ្មីហ្នឹងចាបាទតើគេឲ្យសួរហ្នឹងគេមានឲ្យពេលវេលាអ្នកស្រីនិងអ្នកឯទៀតទាំងអស់
เนี่ยนั่งประมาณมองหรือประมาณไงได้ป่ะเซ่นั่งบ่าจ้าយើងសរសេរហើយបានដល់គេណាត់ថ្ងៃថាថ្ងៃណាទៅធ្វើហ្នឹងគឺយើងធ្វើជុំគ្នាហើយគេសួរសំណួរយើងអានហើយនឹងគេសួរសំណួរយើងហ្នឹងគឺមួយថ្ងៃពេញចាបាទហើយគេទុកពេលឲ្យយើងសរសេរហ្នឹងប្រហែលថ្ងៃដែរមិនយូរទេចាបែរជា2ថ្ងៃអីហ្នឹងចាបាទហើយគេឲ្យយើងសរសេរដៃឬក៏ដាក់ទីឡូយ៉ាងម៉េចចាអត់មានដាក់ទីឡូអីទេយើងសរសេរដៃហ្នឹងទៅហើយយកទៅអានឲ្យគេស្ដាប់ចាបាទហើយចុងកាលពេលដែលអ្នកស្រីស្ថិតនៅប្រទេសបារាំងហើយរៀបចូលមកស្រុកខ្មែរវិញហ្នឹងតើគេមានឲ្យសរសេរខ្លះហើយនៅបាទចានឹងគេឲ្យយើងសរសេររួចហើយចាយើងជាអ្នកណាអីអ្នកណាប៉ុន្តែមិនពឹស្ដារមិនល្អិតចាអត់ថាលំអិតហ្នឹងគឺថាតាំងពីយើងនៅពីក្មេងនឹងអីមានតាក់ទងអីខ្លះធ្វើអីខ្លះរៀនសូត្រនៅណាខ្លះអីគ្រប់សពទាំងអស់ចាមិនហៅថាលំអិតចាបាទហើយដល់ពេលគេប្រជុំគ្នាអញ្ចឹងទៅយើងអានអញ្ចឹងទៅហើយអ្នកដែលទៅជាមួយគ្នានឹងអ្នកដែលទៅពីប្រទេសបារាំងដូចគ្នាគេសួរយើងដែរគេអាចសួរយើងដែរចាទាំងអស់គ្នានឹងអ្នកធ្វើជាមួយគ្នានឹងបានន័យថាក្នុងនឹងគ្នាជាង10នាក់នឹងម្នាក់អានប្រវត្តិរូបរៀងខ្លួនហើយទៅគេក៏សួរយើងទាំងអស់គ្នានឹងគេសួរលើវេនខ្ញុំអានចប់គេសួរខ្ញុំបាទហើយអ្នកស្រីមានអារម្មណ៍ភិតភ័យក្នុងខ្លួននេះនៅពេលអានចាខ្ញុំមើលសម្រាប់ថាទៅស្រុកខ្មែរនឹងដូចយើងកាន់កូនខ្មោចអញ្ចឹងគឺថាអត់មានខ្លាចងាប់ខ្លាចអីទេចាពីព្រោះថាស្អីក៏ដោយយើងនិយាយត្រង់ទាំងអស់ស្អីដែលយើងមានយើងធ្វើគឺថាយើងអានប្រវត្តិរូបយើងហើយគេសួរយើងមកបាទហើយខាងខ្មែរក្រហមនេះគេសួរអ្នកស្រីផ្ទាល់ហ្នឹងសួរជំនួយខ្លះដែរចាក្នុងហ្នឹងថាអ្នកទៅរៀនអ្នកទៅដេញជាមួយយើងនឹងជិះកប៉ាល់ហោះជើងជាមួយយើងនឹងគេសួរខ្ញុំតាមខ្ញុំមើលគេដូចជាសម្រុកសំណួរមកលើខ្ញុំទៅច្រើនខ្ញុំចាំសំណួរទី1អ្នកអេតដែលម៉ែអាវ៉ាហ្នឹងគាត់ធ្វើគិលានុបដ្ឋាយិកាគឺអង្គភៀមញ៉ែហើយពេលហ្នឹងគាត់សួរខ្ញុំថាអ្នកឯងទៅដល់ស្រុកប្រាំងហើយមិនបានអត់ចូលហ្វុងខ្ញុំថាឲ្យខ្ញុំចូលហ្វុងមិនកើតបើខ្ញុំអត់ចូលចិត្តរបបឡើងកាន់អំណាចតពូជបាទចាហើយខ្ញុំឆ្លើយថាណែខ្ញុំមកស្រុកប្រាំងខ្ញុំមិនមែនមានលុយជីកប៉ាល់ហោះមកធ្វើនយោបាយនៅស្រុកប្រាំងទេខ្ញុំមកស្រុកប្រាំងគឺខ្ញុំបានបួកបារាំងឲ្យខ្ញុំហើយខ្ញុំមកខ្ញុំបានលុយបួកហ្នឹងហើយខ្ញុំផ្ញើលុយទៅស្រុកខ្មែរទៀតពីព្រោះយើងនៅស្រុកខ្មែរយើងក្រវេទនាដោយសារចម្បាំងហ្នឹងយើងខ្វះខាតប្រាក់កាសចាយបាទខ្ញុំបើចេះធ្វើនយោបាយហ្នឹងខ្ញុំមិនបាច់មកដល់ស្រុកប្រាំងទេខ្ញុំជិះលម៉ម៉ូតូទៅចូលតំបន់រំដោះហើយបាទហ្វុងហ្នឹងជាអក្សរកាត់បានន័យថាយ៉ាងម៉េចបាទចារណសេររួបរวมជាតិរំដោះជាតិខ្មែរហ្នឹងចារបស់សម្ដេចសៀនុបកើតចាបាទកាលនោះក្នុងហ្វុងហ្នឹងមានប្រមាណគណៈបកអ្នកស្រីចាំហ្នឹងតាមមើលហ្វុងហ្នឹងគឺមានខ្មែរក្រហមហើយនឹងស្ដេចសៀនុវាយជាមួយពួកលន់ណុលចាបាទហើយនឹងអ្នកនៅក្រោយការសួរសំណួរទាំងអស់ហ្នឹងហើយទៅគេធ្វើមិនទៀតបាទចាខ្ញុំចង់បញ្ចប់សំណួរខ្ញុំមិនហើយទៅគេសួរខ្ញុំថារឿងអីបានអ្នកឯងមិនទៅតំបន់រំដោះទៅបើជីលមកទៅពី10រៀលទេរឿងអីខ្ញុំទៅតំបន់រំដោះពីព្រោះអ្នករត់មកពីតំបន់រំដោះហ្នឹងគេថាសិតតែយួនជាកុងអ្នកអេតហ្នឹងប្រាប់ខ្ញុំថាណែកុំឲ្យហៅយួនជាកុងឲ្យហៅមិត្តវៀតណាមខ្ញុំថាបើគេយួនជាកុងគេនៅតែយួនជាកុងអញ្ចឹងចាបាទហើយអ្នកម្នាក់ទៀតហ្នឹងឈ្មោះអ្នកឆៃហាន់តេកចាអ្នកឆៃហាន់តេកហ្នឹងជាប្អូនរបស់ដុកទ័រហ្វាម៉ាស៊ីឆៃហាន់ឆេងណាហើយគាត់នឹងទៅស្រុកខ្មែរវិញហ្នឹងជាមួយប្តីហើយនឹងកូនគាត់ទាំងអស់ប្តីគាត់នឹងធ្វើដុកទ័រពេទ្យចាគាត់សួរខ្ញុំថាអ្នកឯងហ្នឹងស្បែកលឿងច្រមុះទៀលអញ្ចឹងធ្វើគ្រូប្រាំងហ្នឹងបានប្រយោជន៍អីខ្ញុំថាខ្ញុំធ្វើគ្រូប្រាំងមកពីខ្ញុំចូលចិត្តធ្វើគ្រូប្រាំងហើយខ្ញុំយល់ថាជារបរម្ល៉េះហើយក៏ធ្វើគ្រូបារាំងស្រួលជាងធ្វើគ្រូខ្មែរព្រោះវាបង្រៀនទៅវាមានការទឹះដូចថាយើងធ្វើការតិចទៀនរិះគន់សង្គមអីចឹងទៅវាមានការទឹះទៅលើអ្នកដទៃហ្នឹងម្ល៉េះហើយយើងធ្វើគ្រូបារាំងទៅបង្រៀនតែអ៊ីអ៊ុយទៅវាស្រួលចាវាមិនមានរឿងហើយក៏ជាការមួយដែលជួយស្រុកដែរពីព្រោះថាគេត្រូវការគ្រូបារាំងហើយខ្ញុំខ្មែររៀនបារាំងហ្នឹងគឺជួយក្នុងថវិកាមិនបាច់ចេញលុយច្រើនជួលគ្រូបារាំងមកច្រើនពេកចាបាទហើយអ្នកឈ្មោះអ្នកយ៉ែមយុស៊ីវគាត់ជាដុកទ័រអង្គហ្វាម៉ាស៊ីគាត់ដុកទ័រខាងផ្សំថ្នាំពេទ្យចាគាត់សួរខ្ញុំថាអ្នកឯងខ្មាស់គេទេនៅស្រុកប្រាំងយើងខ្មាស់គេណាដែលឃើញកសែតគេថតខ្មោចយួន
ធ្លាក់ទឹកដែតហើយពួកលនលពួកទាហានបាញ់យួននៅក្នុងកប៉ាល់នៅជ្រោយច្រវានោះអ្នកឯងគិតយ៉ាងម៉េចដែរខ្ញុំថាខ្ញុំមិនមែនជាអ្នកនៅក្នុងជួរអ្នកដឹកនាំសម្រាប់សម្រេចកិច្ចការអីដូច្នេះខ្ញុំមិនអាចធ្វើអ្វីបានទេប៉ុន្តែជាមនុស្សខ្ញុំគិតថាបើយើងសម្លាប់គេគ្រាន់តែសម្លាប់អានឹងជាអំពើអសិលធម៌ប៉ុន្តែនៅក្នុងពេលនោះខ្ញុំឮសូគេនិយាយថាពេលចាប់យួនដាក់កប៉ាល់ហ្នឹងមានក្មេងយួនម្នាក់ហ្នឹងវាគាត់ឈឺបាត់ជើងហើយគាត់ទៅសុំគេទៅរកកន្លែងបាត់ជើងងើបឡើងពេលយប់ប៉ុន្តែមានអ្នកខ្លះហ្នឹងពេលនោះធ្វើឲ្យមានចលាចលឡើងហើយដល់អញ្ចឹងទៅអ្នកទាហានគាត់ភ័យក៏មានការបាញ់អីអញ្ចឹងទៅហើយក៏ខ្មោចក៏ធ្លាក់ទឹកអញ្ចឹងទៅចាហើយអ្នកម្នាក់ទៀតហ្នឹងឈ្មោះអ្នកតារាមនីដួងតារាមនីគាត់នឹងគាត់សួរខ្ញុំថារឿងអីបាននាមតកូលខ្ញុំនឹងខុសពីបងប្អូននេះទៀតតើឪពុកខ្ញុំនឹងមានប្រពន្ធចុងប្រមាណអូយទៅខ្ញុំថាខ្ញុំអត់ឪពុកខ្ញុំអត់មានប្រពន្ធចុងអីទេឈ្មោះខ្ញុំនឹងគាត់ដាក់យកឈ្មោះគាត់ជានាមតកូលហើយចំពោះបងប្អូនខ្ញុំឯទៀតហ្នឹងគាត់យកឈ្មោះជីតាខ្ញុំជានាមតកូលចាអញ្ចឹងបានឈ្មោះខុសគ្នាបាទហើយទៅគេសួរខ្ញុំទៀតថាចុះបើអ្នកឯងមកស្រុកខ្មែរនឹងសម្រាប់តែចង់មកជួបកូនហើយចុះបើកូនអ្នកឯងនឹងស្លាប់អស់ទៅអ្នកឯងគិតយ៉ាងម៉េចដែរខ្ញុំថាបើសិនជាកូនខ្ញុំស្លាប់អស់គឺថាខ្ញុំត្រូវស្រឡាញ់អីដែលខ្ពស់នៅក្នុងជីវិតបាទហើយអ្នកតារាដួងតារាមនីហ្នឹងគាត់ថាខ្ញុំមានប្រវត្តិរូបល្អដូច្នេះសូមឲ្យមិត្តឯងហ្នឹងខំកសាងខ្លួនឡើងដើម្បីរកសុភមង្គលឲ្យឃើញនៅក្នុងសង្គមថ្មីហ្នឹងចាហើយដល់តែពេលដែលយើងចេញមកពីអង្គប្រជុំហ្នឹងមានអ្នកម្នាក់នោះគាត់និយាយថារឿងយាកុងចាគាត់និយាយថាណែម្ដាយគាត់នៅតកែវហើយថាពួកយាកុងហ្នឹងពេលខ្លះហ្នឹងគេមកក្រុមផ្ទះគាត់ហ្នឹងគេមកបោះអាចគោអីសម្អាតក្រុមផ្ទះឲ្យគាត់មួយទៅខ្ញុំក៏សួរគាត់ថាអ្នកឯងមានម៉ែអ្នកឯងមានឆ្ងល់ទេហេតុអីបានយាកុងគេស៊ីបាយគេហើយគេមកធ្វើការបម្រើយើងទៅទេអញ្ចឹងមានគិតអីថាតើគេចង់បានអីទេចាសូមអរគុណលោកពុទ្ធិស័យចាបាទសូមអរគុណអ្នកស្រីនៅសរិមបាទក្រោយថ្ងៃដែលធ្វើជីវទស្សនៈបដិវត្តរួចមកមានហេតុការណ៍កើតឡើងបន្តមកទៀតបាទចាដល់យើងធ្វើហើយអញ្ចឹងទៅគេចាត់យើងជាក្រុមជាពួកចាតាមរបៀបកុម្មុយនីសចាគេចាត់យើងជាមានពួកហើយទៅ3-4ពួកទៅបង្កើតជាក្រុមមួយហើយពួកខ្ញុំហ្នឹងក៏នៅក្នុងពួកមួយហ្នឹងដែលមានខ្ញុំទាំង3នាក់ដែលថាទៅពីស្រុកប្រាំងទៅដូចគ្នាមានខ្ញុំហើយនឹងស្រី2នាក់ទៀតហ្នឹងហើយនឹងមេពួករបស់ខ្ញុំហ្នឹងគឺនាងអ្នកម្នាក់ហ្នឹងឈ្មោះអ្នកស្រីម៉ូណាហ្នឹងគាត់អ្នកពុកម៉ូណាចាអ្នកហ្នឹងគាត់ធ្វើគ្រូបង្រៀនដូចខ្ញុំដែរហើយទៅគាត់មកស្រុកប្រាំងហើយគាត់ចូលហ្វុងហើយទៅប្តីគាត់ហ្នឹងជាអ្នកមានឋានៈធំដុំនៅក្នុងហ្វុងហ្នឹងចាហើយទៅថ្ងៃមួយហ្នឹងគឺថាយើងបានតែមួយថ្ងៃទៅគេរំលាយពួកខ្ញុំនឹងចោលទៅចាគេលើកចំហសំចៃមកសួននឹងម្នាក់ហ្នឹងទៅពីបឺសងសុងដូចគ្នាគាត់ថាថ្ងៃហ្នឹងគាត់មិនទាន់បានបំផ្លាញអីទេចាហើយសំចៃក៏មិនចេះដែរឃើញថាគេចង្អុលមកខ្ញុំថាឃើញខ្ញុំហ្នឹងដូចប៉ិនសំចៃឃើញអីក៏រើសទុកដែរប៉ុន្តែគេថ្ងៃនេះមិនទាន់បានបំផ្លាញអីទេមួយទៅគាត់ប៉ុណ្្នឹងទៅស្អែកឡើងពួកខ្ញុំហ្នឹងអាលាយគេលែងឲ្យនៅជាមួយគ្នាចាបាទតើគោលបំណងនៃការបែងចែកជាក្រុមហ្នឹងតើអ្នកស្រីដឹងថាដើម្បីអ្វីដែរបាទចាតាមមើលគេថាគេឲ្យយើងហាត់ពិនិត្យខ្លួនយើងតាមរបៀបកុម្មុយនីសនោះគេធ្វើតិចទៀនស្វ័យតិចទៀនពេលធ្វើការហើយនឹងល្ងាចហ្នឹងត្រូវប្រជុំទាំងអស់គ្នានឹងគេឲ្យយើងលើកនាំចេញមកស្អីដែលយើងឃើញខុសឆ្គងស្អីដែលយើងមិនបានបំពេញទៅតាមជំហរបដិវត្តរបស់គេនឹងយើងនឹកកូនចៅយើងយ៉ាងម៉េចយើងស្មុគស្មាញយ៉ាងម៉េចអីចាបាទហើយការប្រជុំទីទានស្វ័យទីទានគ្នានឹងគេធ្វើឡើងញឹកញាប់ដែរបាទចារាល់តែល្ងាចរាល់ល្ងាចពេលបញ្ចប់ការងារហើយចាហើយការងារដែលគេឲ្យទៅធ្វើហ្នឹងគឺធ្ងន់ធ្ងរទេពេលហ្នឹងចាការងារយើងគឺថាយើងចែកជា
ពួកអញ្ចឹងទៅពេលគេចាត់ឲ្យពួកយើងនឹងដាំបាយយើងជាអ្នកដាំបាយអញ្ចឹងទៅចាហើយដាំបាយនឹងជាដាំបាយសើខ្ទះថ្នោតណាបាទម្ល៉េះហើយយើងនឹងមិនដែលធ្លាប់ដាំខ្ទះថ្នោតឯណាប៉ុន្តែជាប្រឹងទៅជាទៅរួចដែរចាហើយមិនហ៊ានដាំអីឲ្យខូចបាយគេទេខ្លាចខ្លោចខ្លែអីអានឹងមានរឿងទៀតបើគេថាខ្មាំងគេថាអីចាពេលហ្នឹងឆ្នាំហ្នឹងពេលហ្នឹងឆ្នាំ76ចាឆ្នាំ76ខ្ញុំទៅដល់ខែ1ចាបាទពេលហ្នឹងមិនទាន់មានបាយរួមទេប៉ុន្តែមិនបានដាំបាយច្រើនអូចាយើងនៅហ្នឹងគឺថាយើងសមូហភាពមុនពួកខាងអ្នកជនបទហើយចាពីព្រោះយើងទៅជាយើងមានឆ្នាំងបាយយើងមានអីណាយើងទៅជាពីស្រុកប្រាំងទៅម្ល៉េះគេដាក់យើងក្នុងជំរុំពួកដែលទៅពីស្រុកប្រាំងដូចគ្នាហ្នឹងចាហើយជាសមូហភាពចាបាទអញ្ចឹងអ្នកស្រីដាំដែលនិយាយពីដាំបាយហ្នឹងដាំបាយឲ្យទាំងអស់គ្នាហ្មងចាដាំបាយឲ្យក្នុងគ្នាទាំងអស់ហ្នឹងចំនួនច្រើនណាស់បាទចាហើយដល់ពេលហ្នឹងគេឲ្យញ៉ាំឆ្អែតទេគ្រប់គ្រាន់ទេចាពេលហ្នឹងគឺថាតែខ្ញុំនិយាយថាបាយហ្នឹងមុនដំបូងយើងមានបាយហើយគេឲ្យយើងលាយជាមួយអង្ករចេកគេហ្នឹងគេយកចេកទៅស្ងោរហើយគេយកមកហាន់ទៅហើយគេហាលទៅគេប្រើសម្រាប់ពេលគេធ្វើសង្គ្រាមមកចាហើយនៅសល់ហ្នឹងគេយកមកឲ្យពួកយើងនឹងប្រើចាបាទហើយចុះអ្នកស្រីចុះទៅធ្វើស្រែនៅពេលហ្នឹងគេឲ្យចុះទៅចាពេលនោះគេបង្ហាត់យើងឲ្យរៀនធ្វើថ្នាលសម្រាប់ដាំបន្លែចាហើយទៅកាប់ដីហើយគេឲ្យយើងរៀនរែកទឹកទៀតចាយើងពោះពីដើមមកយើងចេះតែទូលទឹកឯអ្នកខ្លះចេះរែកប៉ុន្តែដូចខ្ញុំអីមិនចេះរែកទឹកទេចាដល់រែកទៅអារែកហ្នឹងវាចេះតែមកនៅលើអាកញ្ចឹងកនេះវាមិននៅលើស្មាចាបាទហើយមានការលំបាកហើយនៅគេពេលយើងរៀនគេចាហើយគេឲ្យយើងធ្វើជីលេខ1ទៀតចាបាទហើយនៅពេលគេបង្រៀនឲ្យធ្វើកិច្ចការទាំងអស់ហ្នឹងតើគេមានស្រែកកំហុសឲ្យយើងឬក៏គេនិយាយស្រួលជាមួយយើងបាទចាមិនជាគេមិននេះអីទេពីព្រោះអ្នកទៅពីនឹងដូចតែគ្នាអ្នកទៅពីស្រុកប្រាំងទៅនឹងអត់មានអ្នកខ្លះមិនទាំងចេះធ្វើអីផងអ្នកដែលមកស្រុកប្រាំងនោះកូនគេអ្នកមានអីអ្នកខ្លះអត់ចេះធ្វើអីទាំងអស់ហ្នឹងបាទតែប៉ុន្តែដែលអ្នកដែលបង្រៀនហ្នឹងគឺខ្មែរក្រហមគេបង្រៀនដូចថាធ្វើស្រែធ្វើសំណាបធ្វើអីចឹងណាចាស្ទូងអីគេធ្វើថ្នាលមួយចឹងទៅកន្លែងនោះមានទឹកនោះចាគេវែកកប្លោកវែកអីចឹងទិញទៅហើយគេឲ្យយើងរៀនស្ទូងគេមិនជាធ្វើបាបអីស្រែកអីឲ្យយើងចាគេស្ទូងឲ្យយើងមើលទៅគេប្រាប់របៀបថាយើងកាន់យ៉ាងម៉េចបោះចំហៀនយ៉ាងម៉េចអីខ្ញុំថាមិនពិបាកទេអារឿងរៀនយើងមើលឃើញចាបាទហើយពេលគេងនៅកន្លែងដដែលចាពេលសម្រាប់នៅកន្លែងហ្នឹងចានៅកតុបយើងហ្នឹងចាបាទហើយនៅក្នុងពេលហ្នឹងតើមានអ្នកណាហ៊ានសួរថានៅពេលណាបានយើងអាចទៅជួបគ្រួសារយើងបានទេពេលហ្នឹងយើងខ្ញុំមិនបានសួរទេប៉ុន្តែមានអ្នកខ្លះគេចេះដើរស៊ើបទៅនេះទៅនោះអីទៅគេមកនិយាយប្រាប់ខ្ញុំថាណែពួកខាងមិត្តខាងខ្មែរក្រហមដែលខាពីជនបទមកនោះគាត់ថាអ្នកខ្លះហ្នឹងនៅបដិវត្តចិនអ្នកខ្លះគេមិនទាន់របងប្អូនគេឃើញផងហើយអ្នកនោះគាត់មកនិយាយប្រាប់ខ្ញុំអញ្ចឹងថាឮសូរពួកនោះគេនិយាយអញ្ចឹងខ្ញុំថាអ្នកណាមករបងប្អូនឃើញមានបងប្អូនវាងាប់ហើយឥឡូវហ្នឹងមកដល់ឆ្នាំ75 76ហើយរមឃើញវាមានស្លាប់ហើយបាននៅពេលហ្នឹងតើអ្នកស្រីមានការអន្ទះអន្តែងក្នុងខ្លួននេះដែលរងចាំបាទពីព្រោះអ្នកស្រីគោលបំណងទៅត្រឡប់ទៅវិញហ្នឹងគឺធំបំផុតគឺទៅជួបគ្រួសារហើយដល់ពេលប្រហែលខែមកហើយអត់បានជួបអញ្ចឹងក្នុងខ្លួនបាក់ជាមានការពិបាកណាខ្ញុំពិបាកហើយខ្ញុំយើងថាស្មុគស្មាញហើយប៉ុន្តែខ្ញុំមិនទៅសួរមិនទៅអីទេពីព្រោះខ្ញុំមិនចូលចិត្តឲ្យពួកនោះកសាងខ្ញុំពេលនោះលោកយាយម្ដាយក្មេកលោកអៀងសេរីហ្នឹងគាត់នឹងដូចតែខ្ញុំដែរចូលចិត្តឈរមើលមកផ្លូវថ្នល់នៅមុខសាលាតិចណូហ្នឹងខ្ញុំឈរមើលដើម្បីដូចថាវាស្មុគស្មាញពេកគ្មានកន្លែងណាមើលឈរមើលផ្លូវហ្នឹងពេលខ្លាំងចាហើយលោកយាយហ្នឹងគាត់ឈរមើលហ្នឹងតាមអ្នកគ្រូធេរ៉ាតហ្នឹងប្រាប់ខ្ញុំថាគាត់ឈរមើលក្រែងលោឃើញឡានណាប្លែកមកហ្នឹងគាត់រងចាំកូនគាត់នឹងអ្នកគ្រូប៉ុនរីប្រពន្ធសឡុតសប្រពន្ធប៉ុលពតនឹងឬក៏គ្រូធេរិតប្រពន្ធអៀងសេរីនឹងក្រែងលោពួកនឹងមកជួបគាត់ចាដូចថាយើងព្រួយចិត្តនោះណាហើយគាត់សួរខ្ញុំថាណែ
នាងឯងមិនក៏អត់មានកូនចៅអីគេចឹងខ្ញុំថាខ្ញុំមកនឹងតែម្នាក់ឯងទេហើយកូនខ្ញុំនៅក្នុងស្រុកទាំងអស់ហើយប្តីអីរួចទៅគាត់ថាអីមើលវាធ្វើបាបគេអញ្ចឹងគាត់និយាយចឹងចាហើយអ្នកនិយាយហ្នឹងគាត់ទៅស្រុកខ្មែរហ្នឹងគាត់មានកូនស្រីគាត់ម្នាក់ទៀតឈ្មោះអ្នកគ្រូធីរ៉ាតហ្នឹងចាហើយអ្នកគ្រូធីរ៉ាតហ្នឹងគាត់ហើយនឹងខ្ញុំនឹងស្គាល់គ្នាព្រោះយើងបង្រៀននៅសាលាជាមួយគ្នាគាត់បង្រៀនកូនសិស្សគ្រូខ្ញុំបង្រៀនកូនសិស្សទូចចាបាទម្ដាយក្មេកអៀងសេរីចាម្ដាយក្មេកលោកអៀងសេរីម្ដាយអ្នកគ្រូធីរិតចាបាទអញ្ចឹងម្ដាយក្មេកលោកអៀងសេរីហ្នឹងអាយុតែចំណាស់ប៉ុន្មានដែរស្រីចាំចាគាត់ចាស់ហើយខ្ញុំមើលទៅដូចជាជាង70អីហើយចាគាត់ចាស់ហើយប៉ុន្តែគាត់អត់មានមុខនីតិអីនៅក្នុងជួរបន្ទាត់នៅក្នុងជាអ្នកដឹកនាំអីទេអត់ទេចាគាត់ទៅជាមនុស្សដូចថាត្រឡប់ទៅស្រុកខ្មែរដូចលោកយាយទៀតដែរប៉ុន្តែគ្រាន់ថាពិសេសគាត់មានកូនគាត់ធ្វើធំនៅនោះហើយអ្នកគ្រូធីរ៉ាតនៃកូនគាត់ហ្នឹងគាត់ប្រាប់ខ្ញុំថានាងម្ដាយខ្ញុំមកដល់ពូយតុងហ្នឹងគាត់ចាំកូនគាត់ទៀតដោយអ្នកគ្រូប៉ុនរីហើយអ្នកគ្រូធីរិតនឹងទៅទទួលនៅពូជតុងអីស្រាប់ដល់មិនឃើញគាត់ឃើញតែពួកអ្នកដែលថាក្មេងៗដែលធ្លាប់នៅផ្ទះជាមួយនោះដែលគេចូលក្នុងក្រុមខ្មែរក្រហមដែរហ្នឹងទៅទទួលគាត់សួរថាឯណាមីងឯងរួចទៅពួកនោះថារវល់ដល់អញ្ចឹងទៅហើយថាពួកពេទ្យចិនដែលជូនយាយហ្នឹងទៅស្រុកខ្មែរវិញហ្នឹងពួកគាត់មកមើលជំងឺនៅស្រុកអាឡម៉ង់អីនោះណាចាគាត់ត្រឡប់ទៅវិញហើយពួកពេទ្យចិនដែលជូនយាយនឹងទៅដល់ស្រុកខ្មែរក៏ចាំថាក្រែងលោពួកខាងកូនគាត់ដែលធ្វើមេខាងខ្មែរក្រហមហ្នឹងគេមកជួបពួកពេទ្យចិនហ្នឹងដល់អត់ឃើញក៏ចាំយូរពេកគេក៏ត្រឡប់ទៅវិញទៅចាអូបើអញ្ចឹងសូម្បីតែបងប្អូនសាច់ញាតិខ្លួនឯងហ្នឹងក៏គេធ្វើអញ្ចឹងដែរមិនលវីរវល់បានដែរចាគេមិនទៅទួតអីទេប៉ុន្តែគ្រាន់ថាយាយហ្នឹងគាត់ដល់គាត់មកនៅហ្នឹងទៅខ្ញុំឃើញមានគេចេះយកមកហូបមកឲ្យគាត់ចាឃើញគេទូគេជើមកគេយកសាច់ជ្រូកដូចថាមកដុំធំអញ្ចឹងមកចាយកមកឲ្យគាត់ប៉ុន្តែដល់នេះគាត់ថាគាត់ប្រសាមកើតទេម្នាក់ឯងព្រោះឃើញគេអត់អីមានអីហូបអញ្ចឹងក៏គាត់ដាក់មកឲ្យពួកខាងសមូហភាពនឹងចាត់ចែងទៅចាហើយធ្វើម្ហូបអីទៅហើយធ្វើឲ្យគាត់ខ្លះទៅចាបាទហើយចុះការស្នាក់នៅរបស់គាត់ហ្នឹងគាត់នៅដាច់ដោយឡែកពីគេនៅជាមួយចាពួកខ្ញុំ3នាក់ហ្នឹងនៅកន្ទប់ជាប់គាត់ហ្នឹងហើយទៅពេលគាត់បានម្ហូបអីពិសេសដូចផ្លែឈើអីចឹងពេលខ្លះគាត់ឲ្យយើង1 2អីទទួលទានដែរចាបាទហើយគាត់ដែលនិយាយប្រាប់អ្នកស្រីដែរពីរឿងប្រវត្តិគាត់យ៉ាងម៉េចចាយើងលោកអៀងសេរីអីយ៉ាងម៉េចចាយើងមិនបាននិយាយចឹងទេប៉ុន្តែខ្ញុំមើលទៅគឺគាត់ណាជាមនុស្សអ្នកធម៌អាស្លូតត្រង់ណាចាហើយថ្ងៃមួយអ្នកគ្រូធីរ៉ាតនឹងនៅក្នុងរោងបាយគាត់ប្រាប់ខ្ញុំថាម្ដាយគាត់នឹងរស់ស៊ីពីដើមនោះមានរស់ស៊ីដូចថាកាន់មាសពេជ្រលក់តាមផ្ទះអីចឹងណាហើយគាត់លក់ចំណេញបានច្រើនណាដល់ចំណេញច្រើនទៅគាត់ថ្ងៃក្រោយគាត់មិនហ៊ានយកចំណេញពីគេច្រើនពេកទេគាត់លក់ដូចថាបញ្ចុះថ្លៃដូចគាត់ខ្លាចបាបអីចឹងហើយអ្នកគ្រូធីរ៉ាតហ្នឹងថ្ងៃនោះគាត់និយាយប្រាប់ខ្ញុំថាអីនាងពួកគេធ្វើបដិវត្តនៅប៉ារីនោះគេនាំគ្នាធ្វើបដិវត្តនៅប៉ារីទៅជានាងឯងហើយខ្ញុំហ្នឹងមកកសាងខ្លួនឲ្យគេកសាងនៅក្នុងស្រុកឯនេះទៅវិញបាទហើយពេលនោះមានលោកឈូកមេងម៉ៅហ្នឹងគាត់អង្គុយនៅក្នុងកន្លែងរោងបាយហ្នឹងជាមួយពួកខ្ញុំហ្នឹងហើយគាត់សួនថាសួនឯងនឹងមកពីស្រុកណាហើយសួនគាត់ថានៅប្តីគាត់នឹងនៅកពតអីចឹងហើយគាត់ថាអូអញ្ចឹងនៅស្រុកជាមួយគ្នាហើយចាំដល់ពេលគេបញ្ចេញឲ្យយើងទៅរកបងប្អូនហ្នឹងយើងដើរទៅជាមួយគ្នាបាទហើយថ្ងៃនោះលោកតាឈូកមេងម៉ៅហ្នឹងគាត់ថាអ្នកពួកខាងកសិកម្មហ្នឹងគេនាំគ្នាមកច្រើនណាប៉ុន្តែពួកគ្រូបង្រៀនយើងហ្នឹងមិនសូវមានណាមកប្រមាណទេខ្ញុំប្រាប់គាត់ថាយើងអត់មានប្របួលគ្នាមកទេអ្នកណាមកគឺថាមកដោយស្ម័គ្រចិត្តដោយខ្លួនឯងបាទហើយថ្ងៃដែលលោកតាឈូកមេងម៉ៅហ្នឹងមកអង្គុយនៅក្នុងកន្លែងរោងដាំបាយដាំបបរហ្នឹងថ្ងៃនោះពួកខ្ញុំនឹងទៅយកអីវ៉ាន់ហ្នឹងទៅលាងនៅក្នុងស្រះទឹកចិត្តហ្នឹងហើយដូចថាយើងលើកមកហ្នឹងវាធ្ងន់ហើយទៅយើងធ្វើការហត់ខ្ញុំក៏លូថាយើងរាល់ថ្ងៃហ្នឹងធ្វើការហត់ណាស់ហើយអត់មានអីហូបទេហូបសិតតែបបរទឹករាវបាទ
hay ta lục ta chụp mấy mày nó quả thà ôi nâng ai sọc dương đi thà nâng ai sọc dương còn ao dương ở lũ ở tôm hay mà plate nâng dẹp ta quạt nâng mấy cái quạt plot luôn quạt nâng đủ bát trường tới lẹ bị lừa trường ma để quạt quỳ nâng hay tụng ở cái nâng nôm cái sợi quỳ tới quạt nâng quạt sợi đại gia ngày nông hay lục dây nâng chơi quạt nâng cứ câu lục yên sari nâng sao mà chụp quạt nè cứ chơi sari hay ta khi mình score đấy bàn tay mình niềng mình nè để khi mình dễ tha cho một niềng một ly quạt chỉ còn sao khi mình nâng quạt từ bị dọc bèn từ đài nâng quạt score quạt thọ bờ riêng cho mỗi niềng ở nông này chỉ còn lục yên sari nâng quạt thà nọ còn lục yên sari nâng cái mà số chỉ đồn kia chà bàn tay lục yên sari mình đại màu đây mà chà ở đây khơi như chà ở đây khơi như màu cái lại nông như chà rồi tới quạt nơi nông ban tayประมาณ thế hay khơi cái nôm quạt chành bát tới rồi tới đó là về ngày cội nông buộc nhom mình nơi cái lại bằng tờ bài nông miền lục dây mình nè nông mua lục dây kim mặt ái pet củ pet sờ cán sờ cán nông quạt xù về lục yên sari nông mà chụp bộ dương nơi bằng tờ bài nhá này xù tha nè không mui lục dây hay nông nè niêng thể rát sọc bài đấy rồi tới dẹp thà lục yên sari nâng quạt chơi trong phẹp thà nẹt thấy nẹt khu thể rát nâng khmăng nâng việt thư ở rùm cả rồi tới bộ dưỡng có đạp lư sâu nhưng tới hai chè lư sâu bên ông lư sâu thì cha mà rám rồi mình đang riêng bận đấy nha thà cái sầm lạp quạt rồi quạt sầm lạp luôn dương mình đằng cha nó cào mà tiệt bà cha nơi pe dương nơi bằng tờ bảy hai cha hay nè cụ thì đứt nắng chỉ cụ Anglê khi nhom nơi cái này nó rô đầm hay nè cụ Ponri cứ quạt chia cừu khi nhom bằng riêng nơi bằng riêng Khmer nơi class premier nơi lycée sĩ số bát nữa cha bàสมัครคนเนี่ยใส่เนื้อเสริมบ้าง cha ở con lục bộiใส่បាទអ្នកស្រីនៅសរឹមជាគ្រូបង្រៀនម្នាក់មិនមែនជាសមាជិកហ្វុងទៅពីស្រុកប្រាំងវិញទេនោះហើយការដែលអ្នកស្រីសម្រេចចិត្តត្រឡប់ទៅស្រុកខ្មែរវិញហ្នឹងនៅពេលដែលពួកខ្មែរក្រហមកំពុងកាន់អំណាចហ្នឹងមិនមែនមានន័យថាអ្នកស្រីគ្រប់គ្រងពួកគេទេបានមែនទេបាទចាខ្ញុំមិនមែនទៅគ្រប់គ្រងពួកហ្វុងនឹងទេប៉ុន្តែដល់តែយើងចង់ទៅស្រុកខ្មែរគេត្រូវឲ្យយើងទៅសេសម្ពុតសុំគេហើយដូចយើងគ្រប់គ្រងគេអញ្ចឹងចាយើងទៅសេសម្ពុតឲ្យខ្ញុំនិយាយថាខ្ញុំទៅសេមិនកើតនោះចាបាទហើយដូច្នេះពួកខ្មែរក្រហមគេទុកចិត្តអ្នកស្រីដែរតើគេអ្នកស្រីមានអារម្មណ៍ថាគេតាមមើលរាល់សកម្មភាពរបស់យើងដែរបាទចាពេលទៅដល់ដែលខ្ញុំនៅកន្លែងសាលាតិចណូហ្នឹងពួកខ្មែរក្រហមពួកខាងហ្វុងហ្នឹងដែលគេអនុញ្ញាតឲ្យយើងទៅហ្នឹងគេដឹងហើយថាយើងជាអ្នកណាចាហើយដែលគេអនុញ្ញាតឲ្យយើងទៅហ្នឹងដោយសារថាលោកអៀងសេរីហ្នឹងពេលគាត់ទៅស្រុកប្រាំងពេលលេងថាគេបានអំណាចហើយនោះណាខ្ញុំឮសូរគេនិយាយថាលោកអៀងសេរីហ្នឹងទៅស្រុកប្រាំងប្រាប់គេអ្នកនៅស្រុកប្រាំងសមាជិកហ្វុងហ្នឹងថាអ្នកណាគេចង់ទៅស្រុកវិញត្រូវឲ្យគេទៅហ្នឹងជាលក្ខណៈមហាជនដូចខ្ញុំនិយាយពីលើកមុនហ្នឹងណាខ្ញុំទៅជាលក្ខណៈមហាជនអ្នកដែលចង់ទៅស្រុកវិញដូច្នេះគេដឹងថាយើងជាអ្នកណាបាទបើអញ្ចឹងគេមិនជាទុកចិត្តយើងប្រហែលទេអញ្ចឹងចាតាមខ្ញុំមើលគឺគេមិនមែនឲ្យយើងទៅធ្វើស្នូលអីកន្លែងគេនោះទេប៉ុន្តែអ្នកទៅភាគច្រើនហ្នឹងគាត់ថាច្រើនជាសមាជិកហ្វុងដែលគេចូលហ្វុងហ្នឹងតាំងពីសម័យគេច្បាំងជាមួយពួកលន់នល់មកចាបាទហើយតាមខ្ញុំមើលឃើញថាគេប្រើយើងគេប្រើដូចតែគ្នាហ្នឹងបាទចាគេប្រើយើងឲ្យធ្វើការអីហ្នឹងគេប្រើដូចតែគ្នាហើយគេឲ្យយើងដាំបាយគេឲ្យយើងអីកាប់ដីធ្វើថ្នាលដាំដំណាំបង្រៀនស្ទូងទៅអីគេបើដូចតែគ្នាហ្នឹងចាបាទហើយតែគាត់យើងមិនមែនធ្វើប្រធានធ្វើអីយើងអត់មានចូលក្នុងចឹងអីចាបាទសួនហ្នឹងគេឲ្យគាត់យកពីងទឹកនោមហ្នឹងពីកតុបយើងហ្នឹងរាល់ថ្ងៃចាយកចុះមកក្រមយកមកចាក់លាយជាមួយដែលថាយើងមានប្រគុណបាត់ជើងធំនៅក្រមហ្នឹងជាមួយលាមកហ្នឹងហើយជាមួយផេះជាមួយកាផ្លោកអីចឹងចាដើម្បីធ្វើជីលេខ1ហ្នឹងមួយទៅយើងរៀនធ្វើថ្នាលសម្រាប់ដាំដំណាំ
cái bên nông cái thời dương nâng cặp đây ấy đây đồng thôm dương từ quy đầm đây nâng cái thảo tui tầm bậy vì này thử rồng thử thà là bên đầm đây nâng cái nhóm đôi thảo về mua máy cái khơi thật không ai hòm nâng đặc bộ chân nó tầng lan này ai cái tê chân nó cái thà tam plei bùi tống dương khơi do mà thôi cả vì chừng này bụi nữa để từ bị sọc bẹn tới biên lại trẻ chởn rằng ấy kỳ ăn miên này dọc từ prao ấy thế đại dương nơi nòng chum rùm đó bị chum đâm đấy nó chum bật tích bật xa chum thả bóp ní đôi chia bóp ao tầm lay từ bộ bò tê chiêng khai khli anh để miền bè cha hai vậy bị bộ nhom nắng cày bị để tha kỳ bầm bay bị bộ để miền bờ thiên bộ nẹt mồ na chia bờ thiên bộ nắng kỳ do bộ nhom nắng từ đạn nơi nông bộ bò nẹt bà cồn quạt nắng cồn cả sự co chmua vá nắng nẹt nắng chmua nẹt ết nắng quạt chia bờ thiên bộ tham mây bò nhom hai nông nắng miền xuân miền nhom nắng miền vạn na hay miền mà nẹt tiệt nắng chmua nắng nhom hai quạt bằng om nắng quạt chỉ chnu bò lụcพัน bồi hạ lụcพัน bồi hạ nắng thọt phừ chiên để dụทางสลาฉบับเรกเตอร์สลาฉบับไปจังจ้าบางอมนั้นกดแบบยมทาปุสมาจึกฟงในปารีนั้นบานตือจุยรมดอกกอดนั้นเอาเจงชบในทวชนูลูกพันบวยหักนั้นกระทำเอาโยกอดนั้นมันในจมูกปุกีบางอมนั้นกอดขันน่ะกอดปันลุยเป็นในขนมปุจมูกยมนั้นคือทั้งไงมวยนั่งกอดตะแบบประเทียนกรมเนี่ยโมนานั่งทากอดนั่งจังสำอาดกันนัดจุดจานปกอดจังสเงาวิ่งสำหรับเมรุกมวยตั้งเนี่ยโมนานั่งก็เอาเถื่อเสียบดอกเปลกอดนั่งเหม็นสเงากันนัดนั่งนะกอดสเงาตะลงสเงาโขมกันนัดนั่งกอดตะลุยตะลงปียุบให้กอดโยมาสเงาให้กอดโยมาเอาขยมแบบท่าบางอมไอ้กลมโยตะลงโยเองจังมาเอาขยมอัดจังบ้านนี่ให้กอดแบบท่าเนี่ยสมบัติไอ้บ่ทามันโยจังtừ hộp thếประหยัดงวบแรงบานจูบโกนหัวโกนตอนคืนเพราะงวบมุนขยมแผลทาขยมมันโจจัดเอากวดตัวลุยไอ้จังเลยประหยัดกี่โยกวดตัวสลับเจ้าให้กวดทาบอกกวดนึงกี่จับกวดสลับเจ้ามีสมบัติไอ้นึงtừรีกาให้กวดมันลุยแต่ปันนังให้กวดตัวลุยมาใส่ตัวดอกกูเนี่ยได้ทามีนโกนตุยให้ขยมจะคำพลังจังไปอยู่กวดนะทางขมอยกวดนึงกึศทาวันณะกวดเจียชนูเลยกวดโดยทามีนพลืนทางโคลนไอนึงจีชนูเลยกี่เจตอดเอาอย่างเงี้ยให้บางอมนึงเอาแต่เปลมัดเอ็ดนึงประเทียนปุนึงก่อสร้างไอกวดนึงกดจะกระดิกขยมเลยให้มัดเอ็ดนึงกดโจจันยี่ทากวดนึงเตยกับไหลนานึงกวดปวมวันณะกสิกบอกกวดนึงเตยจมวยให้บางอมนั่งเป็นนั่งก็จะโยจึงกอดมาแทะขยมให้ดาวเจงปีอังไปจมตื้อกอดทั้งบรรณะกามกกะสิกอยสัตว์ปุจักกระปวดให้บางอมนั่งคอยมากี่โยกกอดตื้อเจงตื้อได้กระหอมให้แรงเมานั่งแรงคืนกอดเมาวิ่งให้ยี่ปีมิดมันเนี่ยในชัวกุนบนสระนั่งได้ทาเจียปุมาได้ขยมนั่งทั้งไงมวยนั่งเสียบตะคืนกอดนั่งใบเนียงโมลีนั่งดาวกัดปีคางหมดบังในสลาติโนนั่งเมาโขมเตียมวยนั่งให้ปูเนียงนั่งกอดลงตึกให้ขยมเป็นน้องขยมดุสิญญามาเคยใบมันดูสเตนในขนมในขนมอะไรเป็นมีนขมายกระหอมไอ้จังขยมขลายแมนเป็นน้องจ้าให้ต่างเป็นไงน้องเมาลูกกงบนสระนั่งกอดแจแบบเนียงโมลีนั่งท้าเนี่ยยืงจังถือไอ้ตามจัดยืงปัฒนานั่นคือท่าถือแต่ไปปลัวท่ายืงมารัวเนินนั่งโดยจะยืงนั่งเวอดเมียนเสรีพีบอดเมียต่างอ้อมละให้ยืงถือไอ้แต่ตามจัดยืงก็มายืงสไลด์ให้แต่ขยมพระเนียมลีท่าประหยัดแล้วก็ถือไอ้ประเดี๋ยวประหยัดพวกนั่งโยยืงแต่สลับเจ้าอันปือจ้าให้ลูกคนบนสระนั่งกอดบานกวดเจงทวการในทางกระไรนึงไปคลานึงกวดบานปือไอกันปือเธอชนัดตุยนึงแหละโยมเมานึงไปคลานึงกวดโยมาเอาปุยืนให้เม็ดกุนบนสระนึงไงมวยนึงกวดมาแผ่ปุยมนังทาเนะกวดดาวแต่ทวการนึงเคยปุ
មិត្តនារីខាងខ្មែរក្រហមនឹងគេធ្វើការនៅក្បែរផ្លូវអទេសភ្លើងហ្នឹងគេនិយាយថានៅកន្លែងសាលារៀននោះមានពួកមកពីស្រុកប្រាំងហ្នឹងពួកវាមកនៅហ្នឹងហើយពួកនឹងស្មានថាខ្លួនឯងនឹងមកនឹងបានធ្វើការអីនៅកន្លែងបារ៉ូនៅអីហើយពួកនឹងថាដេកចាំទៅបាទចំណែកឯអ្នកមុនណាជាប្រធានក្រុមហ្នឹងពេលដែលយើងធ្វើការដាំបាយហ្នឹងគាត់មិនដឹងយ៉ាងម៉េចថាមុខមាត់គាត់អីហ្នឹងប្រឡាក់សិតតែខ្ជូងឲ្យតែគាត់ចូលចក្រានគាត់ចេញមកវិញគាត់ប្រឡាក់សិតខ្ជូងសពុតគាត់អីហ្នឹងគឺឃើញអូសជាមួយតាដេញផ្ទះដាំបាយហ្នឹងមួយទៅខ្ញុំខំប្រាប់គាត់ថាមុនណាអីកុំព្រួយគឺរឿងដាំបាយដាំអីគឺថាចាំមកខ្ញុំជួយមិនបាច់ថាភ័យខ្លាចខូចបាយខូចអីទេយើងខំប្រឹងធ្វើដាំអីក៏ឲ្យបានល្អឲ្យបានអីចឹងព្រោះឃើញគាត់នឹងភ័យភិតហើយមិនដឹងគាត់ធ្វើឲ្យប្រឡាក់ខ្ជូងឬក៏គាត់មិនប្រសពខ្ជូងវាជាប្រឡាក់គាត់ចាបាទហើយពេលដាំបាយថ្ងៃមួយហ្នឹងខ្ញុំយកត្រីអីទៅលាងនៅកន្លែងស្រះនៅខាងចិត្តកន្លែងដាំបាយហ្នឹងមួយទៅដល់ខ្ញុំបានទៅឃើញខ្យងហ្នឹងខ្ញុំក្លៀនទេពេលនោះខ្ញុំមិនមែនថាមិនក្លៀនទេប៉ុន្តែខ្ញុំខំទ្រាំខ្ញុំមិននិយាយខ្ញុំមិនដូចថាមិនបញ្ចេញឲ្យដឹងខ្ញុំចាប់បានខ្យងពី3ញៀងយកមកបោះចូលនៅក្នុងអាចក្រានហ្នឹងទៅដុតទៅឡើងខ្លោចតម្រាំគៀចេញបានមកវិញហ្នឹងយកមកទៅលួចទទួលទានហ្នឹងឡើងប្រឡាក់ឡើងខ្ជូងអីហ្នឹងពេញមាត់ហើយពេលខ្លះទៅលាងត្រីហ្នឹងគឺចាប់បានខ្ពឹសហ្នឹងប្រសាយទាំងឆៅហ្នឹងចាបាទសូមអរគុណអ្នកស្រីនៅសរឹមបាទចាសូមអរគុណចាហើយនៅក្នុងឆ្នាំណាដែលព្រះមហាក្សត្រនរោត្តមសីហនុបានសុំលាចេញពីមុខតំណែងនៅក្នុងរដ្ឋាភិបាលខ្មែរក្រហមនោះពេលនោះអ្នកស្រីនៅស្រុកខ្មែរហើយនៅបាទចាពេលនោះខ្ញុំចាំគឺខែមេសាចាខែមេសាឆ្នាំ76បាទហើយខ្ញុំចាំពេលមួយនោះខ្ញុំកំពុងតែនៅកន្លែងដាំបាយគេឲ្យដាំបាយផ្ទះថ្នោតនោះរូងបាយគេហ្នឹងហើយទៅស្រាប់តែមានម្នាក់ហ្នឹងគេមកសួរយើងដូចជាស្ទង់មតិអីចឹងឃើញគេទៅចក្រានកន្លែងដាំបាយហ្នឹងមួយទៅគេសួរពួកអ្នកដាំបាយហ្នឹងគេថាឥឡូវនេះបើសិនជាសម្ដេចសីហនុចូលនិវត្តន៍ហ្នឹងអ្នកទាំងអស់គ្នាហ្នឹងគិតយ៉ាងម៉េចដែរពេលនោះខ្ញុំនៅដាំបាយនោះខ្ញុំងើបមើលមុខអ្នកសួរហ្នឹងក៏រឿងហ្នឹងធ្វើមិនមកសួរយើងខ្ញុំឆ្ងល់ក្នុងចិត្តណាតែមិនក៏មកសួរយើងខ្ញុំឆ្លើយថារឿងនេះជារឿងរបស់អង្គការទេពួកខ្ញុំអត់ដឹងរឿងអីទេខ្ញុំគាត់ទៅមកស្រុកដើម្បីជួបកូនចៅចាបាទតើអ្នកស្រីយល់យ៉ាងណាដែរថានៅពេលហ្នឹងហេតុអីបានគេមកសួរយើងអញ្ចឹងបាទតាមខ្ញុំមើលប្រហែលជាគេចង់ស្ទង់មតិឬក៏ចង់មើលប្រតិកម្មរបស់យើងម្នាក់ហ្នឹងចាបាទប៉ុន្តែអ្នកស្រីអត់មានបានទទួលព័ត៌មានអត់មានអីស្ដាប់ទេអត់ដឹងព័ត៌មានហ្នឹងទេបាទចាពេលគេសួរយើងអញ្ចឹងទៅស្រាប់តែប្រហែលថ្ងៃក្រោយមកហ្នឹងគេមានបើកអង្គប្រជុំនៅក្នុងពួកខ្មែរក្រមគេប្រើពាក្យ meeting ចាគេប្រើពាក្យ meeting ហ្នឹងដូចស្ទាត់ណាចាយើង meeting ដល់ meeting ទៅគឺ meeting នៅក្រមអានេះកន្លែងដែលយើងនៅហ្នឹងពួកផ្ទះនោះខ្ពស់ៗបាទហើយទៅស្រាប់តែគេមានចាក់សំឡេងសន្តរកថារបស់លោកខៀវសំផនឲ្យយើងស្ដាប់ពីរឿងថាសម្ដេចសីហនុនឹងចូលនិវត្តន៍ឲ្យគេនិយាយពីគុណបំណាច់របស់សម្ដេចដែលជួយនៅក្នុងការរំដោះជាតិគេនោះចាជួយក្នុងបដិវត្តន៍កម្ពុជាប្រជាធិបតេយ្យហ្នឹងហើយទៅបានគេថាខ្ញុំចាំតែពាក្យខ្លះដែលថាវានៃឲ្យខ្ញុំចាប់អារម្មណ៍ណាឃើញថាលោកខៀវសំផនហ្នឹងគាត់និយាយថាសម្ដេចសីហនុជាអង្គក្សត្រស្នេហាជាតិចារួចទៅដល់ខ្ញុំចាំមួយទៀតខ្លាំងហ្នឹងគឺថាឥឡូវហ្នឹងគេបកគលគុណបំណាច់ឲ្យសម្ដេចហ្នឹងជាប្រាក់ខែជាប្រាក់ចាយហ្នឹងក្នុងមួយឆ្នាំហ្នឹងឲ្យ$8,000សម្រាប់សម្ដេចចាយវាអីចឹងដោយសារគុណបំណាច់របស់ព្រះអង្គដែលជួយក្នុងបដិវត្តន៍ហ្នឹងថាឥឡូវព្រះអង្គចូលនិវត្តន៍ហើយគឺថាព្រះអង្គមានប្រាក់បំណាច់$8,000ក្នុងមួយឆ្នាំចាបាទហើយចង់សមាជិកហ្វុងដែលនៅក្បែរអ្នកស្រីទាំងប៉ុន្មានតើគេមានប្រតិកម្មយ៉ាងដូចម្តេចដែរខ្ញុំឃើញថាពេលនោះយើងទៅស្ដាប់ក្នុងអង្គ meeting ហ្នឹងហើយទៅស្រាប់តែ
គេនិយាយអីស្ដាប់សនកតាកថាអីមួយទៅមានគេឡើងចាប់អារម្មណ៍ទៅខ្ញុំនេះភ្ញាក់ដូចថាវាមិនដឹងខ្លួនណាគេស្រែកបដិញ្ញាមួយទៅគេលើកដៃឲ្យខ្ញុំវាអត់ដែលធ្លាប់ឃើញអញ្ចឹងចូលខ្ញុំលេងឡង់ខ្ញុំមិនដឹងលើកដៃទៅខាងណាខាងណីអីបដិញ្ញាពីរឿងអីបាទគេបដិញ្ញាដូចថាខំកសាងស្រុកអីក្រោយពីដូចថាឥឡូវវាមានសម្ដេចអីចូលនិវត្តន៍អញ្ចឹងហើយទៅម្ល៉េះឲ្យគេបដិញ្ញាទៅមុខទៀតអីអញ្ចឹងបាទហើយមានខ្ញុំមើលទៅមានអ្នកខ្លះហ្នឹងគឺគាត់ប្រកែខាងរបៀបធ្វើការឃោសនាណាពេលនោះគាត់ស្រែកងឹបឡើងអីបដិញ្ញាអញ្ចឹងប៉ុន្តែដល់តែយើងដូចអត់ដែលធ្លាប់ឡើងដូចងាកទៅដូចមិនទៅមិនដឹងចាប៉ុន្តែនៅក្នុងអារម្មណ៍អ្នកស្រីយល់យ៉ាងណាដែរចំពោះព័ត៌មានដែលថាសម្ដេចសីហនុចូលនិវត្តន៍អញ្ចឹងអ្នកស្រីមានការព្រួយបារម្ភពីអនាគតនឹងកាន់តែយ៉ាប់ជាងឬក៏យ៉ាងម៉េចដែរខ្ញុំអត់មានរវល់ពីរឿងអ្នកណាកាន់អំណាចអីទេពេលនោះខ្ញុំខំធ្វើយ៉ាងម៉េចឲ្យខ្លួនខ្ញុំនឹងបានរស់នៅដែលទៅដល់ស្រុកខ្មែរហ្នឹងណាធ្វើយ៉ាងម៉េចឲ្យខ្លួនខ្ញុំនឹងបានរស់ជីវិតដើម្បីខ្ញុំជួបកូនខ្ញុំហើយខ្ញុំយើងអត់មានធ្វើអីកើតទេចាចង់អ្នកណាគេឡើងកម្មអំណាចចង់អ្នកណាគេចុះអីអានឹងរឿងរបស់អ្នកអស់នោះពួកយើងខ្ញុំនេះគឺគ្រាន់តែទៅក្នុងន័យថាចង់ទៅស្រុកជាពិសេសគឺជួបកូនតូចធ្វើម៉េចឲ្យទៅថាគេឲ្យប្រឡែងទៅហ្នឹងបានទៅជួបកូនចៅយើងហ្នឹងយើងរស់តែប៉ុណ្្នឹងចាបាទបាទនិយាយដល់រឿងកូនចៅហ្នឹងតើនៅក្នុងរយៈពេលដែលអ្នកស្រីស្ថិតនៅក្នុងសាលាតិចណូហ្នឹងតើគេមានរំលឹកយើងឬក៏មានឲ្យព័ត៌មានឲ្យយើងដឹងដែរថាថ្ងៃណាថ្ងៃណីទេអត់មានទេហើយខ្ញុំក៏មិនចង់សួរពីព្រោះខ្ញុំស្ទាបស្ទង់ស្ថានភាពទៅឃើញថាគេអត់ខ្វល់ពីរឿងអ្នកឯងជួបកូនឬក៏មិនជួបកូនអីទេចាខ្ញុំមើលទៅឃើញអញ្ចឹងហើយប៉ុន្តែអ្នកដែលនៅជុំវិញខ្ញុំហ្នឹងគេចេះតែប្រាប់ថាមិត្តឯងកុំព្រួយបារម្ភអីណែកូនមិត្តឯងមើលតែកុមារនៅក្នុងមន្ទីរយើងហ្នឹងទៅកុមារបានហូប3ពេលព្រលឹមឡើងមានស្រស់ស្រូបថ្ងៃត្រង់ហើយទៅល្ងាចមានអីគឺថាអង្គការគិតកុមារមុនគេចាដល់រួចទៅខ្ញុំស្ដាប់ហើយព្រោះថាយើងឃើញកុមារហូបច្រើនជាងយើងចឹងមែនយើងធ្វើបាយអីឲ្យកុមារអីចឹងមែនប៉ុន្តែយើងមើលទៅឃើញកុមារដែលនៅជុំវិញយើងនឹងគាត់ឃ្លានហើយប៉ុន្តែខ្ញុំចេះតែគិតថាប្រហែលជាយើងនេះមិនសូវមានអីហូបទេក៏មិនដឹងពីព្រោះយើងនៅទីក្រុងខ្ញុំគិតចឹងណាហើយប្រហែលជាកូនចៅខ្ញុំបើថាទៅបើកូនចៅខ្ញុំមិនស្លាប់ពេលគេជំលះទេបើថាទៅស្រុកខ្ញុំនៅគៀនស្វាយហ្នឹងខ្ញុំយល់ថាប្រហែលជាកូនចៅខ្ញុំអាចរស់បានពីព្រោះទៅយើងមានចំការមានអីនៅស្រុកចំការដូចថាវាមិនក្រដូចនៅភ្នំពេញទេបាទហើយខ្ញុំចេះតែភ័យខ្លាចថាខ្លាចម្ដាយខ្ញុំនឹងគាត់ទៅពោធិ៍សាត់ពួកម្ដាយខ្ញុំជាអ្នកពោធិ៍សាត់ខ្ញុំយល់ថាបើទៅពោធិ៍សាត់ហ្នឹងគឺដូចពិបាកសង្ឃឹមព្រោះនៅពោធិ៍សាត់ដូចថាយើងមិនសូវសម្បូរផ្លែឈើអីកាលណាទឹកជន់មកម្ដងហ្នឹងដើមឈើអីហ្នឹងច្រើនតាលំចាអាហ្នឹងខ្ញុំគិតអញ្ចឹងចាហើយទៅខ្ញុំដូចថាជាខំប្រឹងទប់ខ្លួនឯងដើម្បីខ្លួនឯងបានរស់ចាបាទសូមអរគុណអ្នកស្រីនៅស្រីមបាទចាអរគុណលោកពុយសី